អារម្មណ៍ពេលដែលគេជេរពេញប្រទេសចឹងមានមោទនភាពបែបណាខ្លះណាគេជេរឃើញគេជេរចុះគេឆ្លាញ់ប្រាប់អត់អាននេះគេអាហ្នឹងយើងស្រឡាញ់ក៏វាមានច្រើនអ្នកគេជេរក៏វាមានច្រើនទេមិនកើតទេអញ្ចឹងខ្ញុំក៏ចេះដែរនៅតែអត់អីធ្វើចេះសេទៅបើកន្លែងគេឃើញអញ្ចឹងបាត់ថាតែប៉ុតមិនចឹងឥឡូវមួយជីវិតបានត្រូវគេស្អប់ច្រើនដូចមិនយ៉ាងមានទេគេស្អប់ច្រើនមិនមកពីយើងមើលតែចំណុចអវិជ្ជមានអញ្ចឹងមនុស្សខាងមនុស្សអត់កើតទេរស់នៅឯដីមើលតែចំណុចអវិជ្ជមានរស់នៅបានយូរទេយកអត់មកតែយើងត្រូវមើលថាឥឡូវឧទាហរណ៍ថាក្នុងចំណោម 1000 ខមមិនប្រាប់តែមាន5 ខមមិនដែលគេថាឲ្យយើងចោះអា995ទៀតយើងគិតមិនអយុត្តិធម៌ចំពោះគេបើយើងទុកគេម្ដុំអត់ដល់នេះថាយើងត្រូវចេះសប្បាយរីករាយនៅពេលដែលយើងមានទុកទៅដូចចឹងវាអត់បញ្ហាប៉ុណ្ណឹងទេបានន័យថាត្រង់ថារឿងតែមួយដែលយើងត្រូវដឹងថាតើគេនិយាយនឹងវាត្រឹមត្រូវអត់ឥឡូវឧទាហរណ៍ថាគ្នាដឹងមួយតែគ្នាមកនិយាយកម្រិត9ទោះថាតើគ្នាយល់ថា9ដែលយើងកំពុងតែនៅឆោយើងធ្វើនោះគ្នាយល់អត់បើគ្នារស់នៅក្នុងតំបន់មួយហ្នឹងអត់ហើយបើយើង9តែតែយើងទៅប្រកាន់គ្នាអានៅចំណុច1ទោះថាតើយើងគប្បីជាមួយខ្លួនឯងដែលឆ្លងពីចំណុច1មកដល់ចំណុច9ហ្នឹងអត់អញ្ចឹងយើងត្រឡប់ទៅវិញថាការដែលយើងនៅចំណុច1តែតែមានគេជេរ